អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយុងសុយលប្រកាសចេញពីគណៈបកអភិរក្សនិយមអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយុងសុយលដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីប្រមាណខែកន្លងទៅពេលនេះបានសម្រេចចិត្តចាកចេញពីគណៈបកអំណាចប្រជាជនអភិរក្សនិយមនេះបើយោងតាមការបង្ហោះនៅលើ Facebook របស់លោកនៅថ្ងៃទី17ខែឧសភានេះការប្រកាសនេះធ្វើឡើងខណៈដែលបេក្ខជនប្រធានាធិបតីគណៈបកអំណាចប្រជាជនអភិរក្សនិយមកំពុងតាមដានបេក្ខជនគណៈបកសេរីប្រជាធិបតេយ្យលោកលីជេយុងយ៉ាងយកចិត្តទុកដាក់ក្នុងការបោះឆ្នោតមុនការបោះឆ្នោតនៅថ្ងៃទី3ខែមិថុនាយោងតាមការស្ទង់មតិរបស់ Gallup Korean ដែលបានផ្សាយចេញកាលពីថ្ងៃសុក្រប្រហែល 29% បានគាំទ្របេក្ខជនប្រធានាធិបតីនៃគណៈបកសេរីប្រជាធិបតេយ្យលោកគឹមមុនសូធៀបនឹង 51% សម្រាប់បេក្ខជនជួរមុខលីជេយុងលោកយុងសុកយុដែលច្បាប់អាជ្ញាសិទ្ធិកាលពីខែធ្នូនឹងមានការបណ្តេញចេញជាបន្តបន្ទាប់ដោយការចោទប្រកាន់នាំមកនៅការបោះឆ្នោតជ្រើសរើសប្រធានាធិបតីត្រូវបានសមាជិកបកអំពាវនាវឲ្យចាក់ចេញពីគណៈបកដើម្បីប្រមូលការគាំទ្របន្ថែមទៀតពីអ្នកបោះឆ្នោតកម្រិតមធ្យមដែលមើលឃើញភាពអវិជ្ជមានលើសកម្មភាពរបស់លោកយុនបាននិយាយដោយសម្ដៅលើឈ្មោះផ្លូវការរបស់កូរ៉េខាងត្បូងថាខ្ញុំចាក់ចេញពីគណៈបកអំណាចប្រជាជនដើម្បីបំពេញការទទួលខុសត្រូវរបស់ខ្ញុំដើម្បីការពារសាធារណរដ្ឋកូរ៉េសេរីសូមផ្ដល់ការគាំទ្ររបស់អ្នកដល់លោកគឹមមុនសូ